សួស្តីអ្នកគ្នាបាទនេះគឺជា part 3ដែលនៅ vlog នៅកំពង់សោមនៅកែបអ្នកគ្នា sorry ខ្លាំងមែនតើដោយសារតែរឿងជាប់មាត់បាទអ្នកគ្នា log out of view so អែមខ្លាំងមែនតើតាមពិតទៅខ្ញុំចង់ដាក់មកវីដេអូហ្នឹងវាទាំងអស់ដែរតែខ្ញុំគិតថាពេលដាក់ទាំងអស់អញ្ចឹងទៅវាគីឡូអ្នកគ្នាពិបាកមើលអញ្ចឹងពេលយើងដាក់3វីដេអូ3 clip អញ្ចឹងទៅគីឡូ view រៀងក្រាន់ជាងអញ្ចឹងទៅខ្ញុំព្យាយាមធ្វើឲ្យច្រើនវីដេអូដើម្បីប្រម៉ូទ channel ខ្ញុំសារថ្មីដោយសារតែ channel ខ្ញុំចាស់ហ្នឹងគឺត្រូវបានខូចបាត់ហើយអ្នកគ្នាអញ្ចឹងទៅខ្ញុំព្យាយាមចាប់ផ្ដើមពី0មកវិញនៅ channel ថ្មីមួយហ្នឹងគឺខ្ញុំព្យាយាមខ្លាំងមែនតើដោយសារតែខ្ញុំស្រឡាញ់ខាងហ្នឹងដែរបាទអញ្ចឹងលើកហ្នឹងគឺយើងក្រោយពីញ៉ាំបាយអីហើយពួកយើងក៏បាននាំគ្នាឡើងទៅលើភ្នំនៅម្ដុំកែបហ្នឹងឯងគឺដើម្បីទៅមើលកាហ្វេលើភ្នំអ្នកគ្នាគឺចង់សាកទៅមើល view មើលទៅលើភ្នំមកសមុទ្រអញ្ចឹងណាអ្នកគ្នាហើយឥឡូវអ្នកគ្នាទស្សនាតែម្ដងបាទដោយសារតែ clip ហ្នឹងគឺជា clip បញ្ចប់ហើយដែលចុះមកពីលើភ្នំវិញពួកយើងក៏បាននាំគ្នាទៅផ្ទះអញ្ចឹងអ្នកគ្នាដោយសារតែវាចង់បញ្ចប់នៃ vlog មួយហ្នឹងហើយខ្ញុំក៏ពិតជាសោកស្ដាយខ្លាំងមែនតើដោយសារតែវីដេអូខ្ញុំព្យាយាមថតច្រើនខ្លាំងមែនតើអ្នកគ្នាដើរលេងរយៈពេល3ថ្ងៃពីយប់ធ្វើឲ្យខ្ញុំច្រឡំ delete file ចោលអញ្ចឹងទៅវីដេអូទាំងអស់ត្រូវបាន file ហើយអញ្ចឹងទៅនៅសល់តែវីដេអូកំប៉ុតកែបនេះគឺខ្ញុំបានព្យាយាមធ្វើឲ្យអ្នកគ្នាទស្សនាតែម្ដងទៅដើម្បីទុកជាអនុស្សាវរីយ៍ក៏ដូចជាចង់ចែកម្លែកអ្នកគ្នាទស្សនាពីដំណើរកំសាន្តរបស់ខ្ញុំអញ្ចឹងទៅអ្នកគ្នាគីឡូអ្នកគ្នាឃើញកន្លែងណារៀងតំណងទៅមើលក្នុងវីដេអូខ្ញុំទៅវាមានអារម្មណ៍ថាស្អាតអ្នកគ្នាអាចមកផ្ទាល់បានដោយសារតែខ្ញុំចង់ឲ្យអ្នកគ្នាបានទស្សនាអញ្ចឹងទៅអ្នកគ្នានឹងជាសកម្មភាពយើងដើរពេលហ្នឹងគឺយើងអត់ដឹងថានៅលើភ្នំហ្នឹងកាហ្វេលើភ្នំហ្នឹងវាឆ្ងាយអីទេយើងស្មានតែចិត្តអីចឹងណាដោយសារតែឮគេនិយាយដែរហើយណាមួយចិត្តដែរអញ្ចឹងទៅគាត់ថាចិត្តពេលមានណាគ្នាដើរយូរទៅមានអារម្មណ៍ថាវាឆ្ងាយទៅអញ្ចឹងទៅយើងក៏មិនបោះបង់ដែរយើងនៅតែដើរទៅបាទខ្ញុំព្យាយាមថតសកម្មភាពដំណើរតាមផ្លូវដោយសារតែយរំនៅហ្នឹងគឺវាមានអារម្មណ៍ថាប្លែកពីភ្នំពេញយើងពីសៀមរាបអីដោយសារតែសៀមរាបយើងអាចប្រៀបធៀបគ្នាបានហើយអ្នកគ្នាដោយសារតែកន្លែងមួយតែតែមានលក្ខណៈពិសេសរៀងខ្លួនអីចឹងអ្នកគ្នាបើយើងនិយាយពីកំពតកែបរបស់យើងវិញសូម្បីតែទេសភាពតាមផ្លូវក៏មានអារម្មណ៍ថា fresh ស្អាតខ្លាំងមែនតើអ្នកគ្នាគឺយើងមានអារម្មណ៍ថាយើងចង់ដើរអញ្ចឹងទៅដោយសារតែដើរមិញទៅឃើញគេដាក់ផ្លាកកាហ្វេលើភ្នំអញ្ចឹងទៅក៏យើងថាគិតថារៀងចិត្តអីចឹងយើងក៏បាននាំគ្នាដើរទៅទៀតអីចឹងទៅហើយអាពេលថ្ងៃខ្ញុំទៅលេងហ្នឹងអ្នកគ្នាមនុស្សច្រើនខ្លាំងមែនតើហើយធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយចិត្តដែរពេលយើងមកទៅមានភ្ញៀវទេសចរមកច្រើនអញ្ចឹងទៅមានអារម្មណ៍ថាយើងអត់ឯកាអញ្ចឹងមានអារម្មណ៍ថានិយាយអញ្ចឹងតែម្ដងអ្នកគ្នាដោយសារតែកាលណាតែកន្លែងណាមួយដែលយើងដើរទៅវាអត់មានអ្នកមកទស្សនាយើងទោះកន្លែងហ្នឹងស្អាតប៉ុណ្ណាក៏ដោយយើងមានអារម្មណ៍ថាយើងអត់សូវសប្បាយចិត្តដោយសារតែយើងគិតថាកន្លែងស្អាតប៉ុណ្ណឹងដែរអត់មានអ្នកមកលេងអញ្ចឹងណាពេលនេះយើងមកចំរដូវមួយដែលល្អដែរសម្រាប់នៅប្រទេសកម្ពុជាយើងអញ្ចឹងទៅមានអារម្មណ៍ថាសប្បាយចិត្តដែរបាទពេលមកទៅមានអ្នកមកដើរលេងច្រើនអញ្ចឹងទៅអ្នកគ្នាដូចខ្ញុំនិយាយនៅក្នុង part 1អញ្ចឹងដោយសារតែនេះជា first vlog របស់ខ្ញុំអញ្ចឹងទៅខ្ញុំនិយាយបើមានកន្លែងណាឬក៏ខុសឆ្គងឬក៏លើសខ្វះកន្លែងណាអ្នកគ្នាខន្តីអធិស្ឋានដោយសារតែយើងដូចយើងនិយាយអញ្ចឹងយើងចាប់ផ្ដើមដំបូងអត់យើងអត់អាចល្អខ្ចោះទេដោយសារតែយើងមានតែងតែមានចំណុចមួយដែលអន់អីចឹងណាគ្នាបើកន្លែងហ្នឹងវិញមានពូមួយគាត់លមកកង់3គាត់និយាយប្រាប់ដែរថាឆ្ងាយនៅកន្លែងហ្នឹងយើងអត់ជឿគាត់ទេយើងគិតថាគាត់ចង់ដឹកយើងដើម្បីនេះអញ្ចឹងទៅយើងមិនថាយើងរិះទេគ្រាន់ប៉ុណ្ណឹងយើងអត់ចង់ចំណាយទេដោយសារតែយើងចង់បានបទពិសោធន៍ថ្មីដើរសប្បាយអីផងអញ្ចឹងទៅយើងក៏សម្រេចចិត្តថានាំគ្នាដើរមើលទេសភាពតាមផ្លូវផងដែរអញ្ចឹងទៅអ្នកគ្នាចឹងទៅពួកយើងក៏បាននាំគ្នាដើរអញ្ចឹងពិតជា
អត់អាចមកคลิกបានទេបាទដោយសារតែអែមខ្លាំងមែនសម្រាប់វីដេអូហ្នឹងគឺខ្ញុំនិយាយរឿងច្រើនទេដោយសារតែ part 1 part 2គឺខ្ញុំនិយាយបានខ្លីៗខ្លាំងមែនដោយសារតែភាគច្រើនកន្លែងហ្នឹងគឺខ្ញុំអត់មានបានថតអីច្រើនទេបានតែថតអំពីតែសភាពតាមផ្លូវអ្នកគ្នាបានមើលអញ្ចឹងទៅអ្នកគ្នាអញ្ចឹងទៅយើងអត់មានថាសាច់រឿងអីគួរនិយាយណាមួយគឺយើងអត់មានថាជួបអីដែលប្លែកផងដែរគឺយើងគ្រាន់តែឃើញកន្លែងស្អាតទៅបើយើងនិយាយវាឧទាហរណ៍កន្លែងស្អាតអញ្ចឹងពេលណាដែលយើងកំពុងតែបញ្ចូលសលេងផងកន្លែងនឹងស្អាតផងអ្នកគ្នាទស្សនាទៅវាអត់មានអារម្មណ៍មួយដែលផ្ដោតទៅលើវីដេអូហ្នឹងអីចឹងណាអញ្ចឹងទៅបានកន្លែងណាដែលថាទេសភាពរៀងស្អាតអញ្ចឹងទៅយើងព្យាយាមអត់និយាយដើម្បីឲ្យអ្នកគ្នាទស្សនាហើយអ្នកគ្នាបញ្ចូលអារម្មណ៍ទៅលើវីដេអូហ្នឹងបាទនេះគឺយើងបានឡើងមកដល់ចង្កេះភ្នំហើយអ្នកគ្នាពិតជាស្អាតខ្លាំងមែនតើហើយត្រជាក់បាទគឺមានអារម្មណ៍ថារឿងប្លែកដោយសារតែខ្ញុំអត់ដែរមកអញ្ចឹងមានអារម្មណ៍ថារឿងប្លែកអញ្ចឹងហើយកាហ្វេលើភ្នំហ្នឹងវាលក្ខណៈថាមើលទៅវាខ្ញុំអត់ដឹងនិយាយថាម៉េចអ្នកគ្នាដោយសារតែយើងបបពិសោធន៍លើកទី1អញ្ចឹងទៅមានអារម្មណ៍ថាវាប្លែកដឹងតែប្លែកបាទអ្នកគ្នាខ្ញុំក៏បានយរុំអត់ដឹងខ្យល់អីទេអ្នកគ្នាមកហ្នឹងគឺមកកំងអីហើយយរុំញ៉ៃញ៉ៃពេញហ្នឹងអីក្រុមហ្នឹងបាទគឺយើងបែរថាលើកទី1នៃការមកលើហ្នឹងអញ្ចឹងអ្នកគ្នាអញ្ចឹងទៅអ្នកគ្នាមើល view បាទទៅក្រោមពិតជាស្អាតខ្លាំងមែនតើខ្ញុំមានអារម្មណ៍ថាពេលឡើងលើហ្នឹងហើយពេលមើលទៅសមុទ្រទៅវាស្រឡះភ្នែកតែម្ដងហើយយើងនៅទីខ្ពស់អញ្ចឹងទៅពេលមើលទៅទីទាបដែលមានសមុទ្រលហោលហែវអញ្ចឹងទៅមានអារម្មណ៍ថាប្លែកអញ្ចឹងវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងអ្នកគ្នា